គឺជាវាសនានៃបងបានជារៀមសងចងក្តីស្នេហាណាស់ថ្លៃសូមអូនមេត្តារក្សាឲ្យនៅមានន័យលួងត្រាយើងខ្សែជីវិតបងរូបអូននឹងហើយគឺព្រំលិខិតចាមករៀមខំស្វែងរកទៅមកជួបខានគូផងស្នេហាលាដៃចាប់យើងទាំងពីរតួអង្គឲ្យត្រឹមត្រូវត្រង់ចំណុចគូព្រេងអង្គឲ្យវាសនាខ្ញុំមកធ្វើមិនឡើយឲ្យនាងជាសំលេងហើយស្រីមានរូបស្រស់ភ្នែកគឺជាគូព្រេងពិតឥតសង្ស័យរូបអូននឹងហើយឆ្លើយត្រូវត្រង់ក្បួនហោរាទីថាអូនពិតណែបនឹកនឹងបងលោកស្រីទទួលបងទៅមិនខំទេពើមានថ្លៃកុំកែសង្ស័យទៀតណាអូនណានឹងហើយឆ្លើយត្រូវត្រង់ក្បួនហោ
គឺមិនខំទៅមានថ្លៃកុំកែសង្ស័យទៀតណាអូនណាបងមកវិញហើយណាថ្លៃអូកុលាបដែលបងសូមឲ្យថាថ្លៃនៅទីណាបងត្រឡប់មករកពេល10ឆ្នាំអត់ទៅហើយជួនអន់ទេសាចង់ជួនមកអូនអូនអយ៉ាងណាបងលឺតែគេប្រាប់ថាស្រស់ជីវ៉ាអូនបីអូននេះលោជាផ្កាចំបីជំរាបពីថ្លៃតាមមែនឬទេបើសិនរៀមមានវាសនាបានជួបមកម្ចាស់ស្នាបងនឹងខំស្រន់ទឹកនឹងក្នុងហើយឲ្យម្ចាស់ស្នេហ៍ស្គាល់តែក្នុងសាបងលឺតែគេប្រាប់ថាស្រស់ជីវ៉ាអូនបីអូននេះលោជាផ្កាចំបីជំរាបពីថ្លៃតាមមែនឬទេបើសិនរៀមមានវាសនាបាទជួបមកម្ចាស់ស្នាបងនឹងខំស្រន់ទឹកក្នុងហើយឲ្យម្ចាស់ស្នេហ៍ស្គាល់តែក្នុងសាបងដើរមកស្ទឹងឬជ្រឹងពួនយំឆ្លងដល់ជំរំចំការក្រូចស្រីមានរួតប្រឹងរីទទួលកវីផ្លែកតែរូបស្រីមិនឃើញធាក់ត្រាអូនដើរបេះក្រូចបងលួចមើលមុំចំការស្រីធំជាច្រើនហិតតាតាមមកចេញផ្លែសង្កែចេញផ្កាដូចណាត់ចិន្តាឲ្យជួបកវីតវត្តត្មឹមក្រហមដាំងខ្ញុំការពីរូបមុំក្រពុំពេញវ័យអូនចង់ទឹកលើស្ពានបងថ្មីបងនឹងស្មារតីប្រុសស្រីល្អណាស់រឿងបាត់ដំបងចងចិត្តខ្ញុំ